សួស្តីអ្នកទាំងអស់គ្នាដឹងមកថាប្រាសាទអង្គរវត្តតំបន់ប្រាសាទអង្គរវត្តមានប្រាសាទជាច្រើនរាប់រយរាប់ពាន់ប្រាសាទហើយនៅក្នុងចំណោមប្រាសាទរាប់រយរាប់ពាន់ប្រាសាទនេះគឺប្រាសាទនីមួយៗគឺមានក្បួនក្បាច់រចនាសម្ព័ន្ធស្អាតហើយមួយវិញទៀតអ្នកទាំងអស់គ្នាដឹងមកថាប្រាសាទមួយមិនមែនទូចទេអ្នកទាំងអស់គ្នាអញ្ចឹងបុព្វបុរសខ្មែរយើងស្ដេចកាលពីជំនាន់នោះជាអស្ចារ្យខ្លាំងមែនទែនបងប្អូនសាកសម័យមើលថាការសាងសង់ប្រាសាទគឺយកចេញពីថ្មដែលធម្មជាតិថ្មដែលភ្នំហើយនេះខ្ញុំដើរចូលនេះគឺប្រាសាទគូទ្រូងបានសេចក្តីថាគូទ្រូងយើងហើយគឺលើគោដល់លើហើយជាអស្ចារ្យបងមែនតើបងប្អូនកុំមើលចឹងណាបងប្អូនប្រាសាទទាំងអស់ហ្នឹងគឺសុទ្ធតែជាប្រាសាទដែលសាងសង់អំពីថ្មភក់ដែលតាប់ចេញពីថ្មភក់ពីថ្មដាហ្នឹងបងប្អូនថ្មភ្នំតែប្រភេទថ្មហ្នឹងគឺប្រភេទយើងអាចតាប់បានកាលពីសម័យនោះមិនមែនថ្មភក់នោះថ្មទុនទេណាបងប្អូនកុំយល់ច្រឡំហើយប្រាសាទនេះដែរប្រហែលជាគេហៅប្រាសាទបាយ័នឬក៏ប្រាសាទអីនេះបងប្អូនជួយខមមិននៅខាងក្រោមវីដេអូតិចបងប្អូនខ្ញុំនិយាយអត់ច្បាស់ដែរនេះខ្ញុំបានដូចជាប្រាសាទបាយ័នអញ្ចឹងនេះបងប្អូនជួយខមមិនមើលខុសទៅហើយប្រាសាទនេះដែរអស្ចារ្យបងប្អូនហើយមានដើមឈើរាប់រយរាប់ពាន់ឆ្នាំអាយុកាលបងប្អូនដើមឈើនោះអាយុកាលរាប់រយរាប់ពាន់ឆ្នាំដុះនៅលើខឿនប្រាសាទតែម្ដងហើយដើមឈើនឹងជាក់ស្ដែងមិនទូចទេណាបងប្អូនគឺធំយកតែមែនតែនហើយជាក់ស្ដែងបងប្អូនខ្ញុំមិនដឹងថានេះជាលើកទី1ដែលខ្ញុំបានទៅលេងប្រាសាទអង្គរវត្តជើងហើយខ្ញុំមិនដឹងថាបុព្វបុរសយើងជួយសម័យដល់គ្នាអត់ដឹងថាបុព្វបុរសយើងនឹងយកអ្វីមកតាប់បានក្បូរក្បាច់រចនាស្រស់ស្អាតមែនទែនហើយបើសិនជាដាក់ថារូបកណរីអីចឹងរូបពនាងរូបកណរីគឺដូចគ្នាអូយជាទឹកដៃអស្ចារ្យមែនទែនកាលពីសម័យកូនមិនសរសើរបុព្វបុរសយើងមិនបានណាបងប្អូនសាកសម័យមើលរបស់ទាំងអស់នេះថ្មទាំងអស់នេះតែដាក់ចេញមកមានក្បូរក្បាច់រចនាគ្មានតបភ្នែក perfect ខ្លាំងមែនទែនហើយបងប្អូនសាកសម័យមើលថាជាងទាំងអស់នេះតែដាក់ចេញមករូបកណរូបផ្ការូបអីនៅតាមរូបសិលាចារឹកអីនៅតាមខឿនប្រាសាទនៅតាមជញ្ជាំងនៃប្រាសាទបងប្អូនសាកសម័យថាអាចទៅរួចផងមនុស្សដែលធម្មតាធ្វើបានគឺប្រកាសជាមិនមែនមនុស្សធម្មតាមែនទេបងប្អូនមិនមែនជាមនុស្សធម្មតាទេបានន័យថាបុព្វបុរសខ្មែរយើងកាលពីសម័យនោះគឺជឿនលឿនគឺខ្លាំងអស្ចារ្យមែនតើហើយដើមឈើនេះដែរបងប្អូនអាយុកាលមិនតិច100ឆ្នាំអាចនឹងចូល1000ឆ្នាំផងថាបានណាបងប្អូនហើយថ្មបាក់បែកទាំងអស់នេះមិនមែនដោយសារទ្រមអីទេគឺដោយសារសង្គ្រាមកាលពីសម័យប៉ុលពតអីចឹងណាបងប្អូនពីប្រទេសកម្ពុជាយើងតែរួចផុតពីសម័យសង្គ្រាមទេបងប្អូនអើយមិនដូចប្រទេសគេជិតខាងទេហើយជាក់ស្ដែងថ្មទាំងអស់នេះគឺកាត់វាបាក់បែកដោយសារតែក្របនៃការធ្វើសង្គ្រាមហើយនឹងបញ្ហាធម្មជាតិបានន័យថាខ្យល់ព្យុះអីចឹងតែប៉ុន្តែករណីខ្យល់ព្យុះហ្នឹងវាអត់ជាបញ្ហាធំពេកទេភាគរយតិចណាតែភាគរយដែលធំគឺសង្គ្រាមរ៉ាំរ៉ៃយ៉ាងពីឆ្នាំ2000ណាបងប្អូនហើយនេះដែរប្រាសាទនេះពិតជាអស្ចារ្យបងប្អូនណាបងប្អូនទៅមើលផ្ទាល់មិនដឹងថាអស្ចារ្យខ្លាំងមែនទេគឺថ្មគឺមិនមែនជាថ្មធម្មតាសម្បីតែការឆ្លាក់គឺឆ្លាក់ដូចគ្នាដូចយកអ្វីទៅបោះពុំណាបងប្អូន
យកដល់បងប្អូនជាស្ដីណាបងប្អូនយល់ថារបៀបថាយើងយកសម័យយើងជឿនលឿនគឺយើងយកអ្វីទៅបោះពុំតែសម័យនោះគឺគ្មានអ្វីបោះពុំទេហេតុតែអ្វីបានជាដាប់ឆ្លាក់រូបបានស្រស់ស្អាតដូចសម័យជឿនលឿនដូចសម័យ2030នេះចឹងណាបងប្អូនសម័យអនាគតកាលចឹងខ្ញុំមិនដឹងថាបុព្វបុរសខ្មែរយើងក៏ដូចជាអស្ចារ្យដល់ថ្នាក់ហ្នឹងបងប្អូនបុព្វបុរសខ្មែរយើងពិតជាលះបង់លីអស្ចារ្យខ្លាំងមែនទែនហើយប្រាសាទនេះអស្ចារ្យណាស់បងប្អូនហើយកាមេរ៉ាទូរស័ព្ទខ្ញុំមិនសូវច្បាស់ប្រហែលទេតែបើសិនជាបានកាមេរ៉ាកំណុងឬក៏កាមេរ៉ាអីគុណភាព high quality ចឹង 4K ចឹងស្អាតតែបងប្អូនទៅមើលផ្ទាល់អូយគឺរោមបងប្អូនអស្ចារ្យណាស់ងាកឡើងលើសត្វប្រាសាទហើយប្រាសាទនីមួយៗបងប្អូនហើយมันមានប្រាសាទមួយណាដែលអត់មានក្បូរក្បាច់រចនាទេគឺពូពេញទៅដោយក្បូរក្បាច់រចនាហើយថ្មអស់ហើយបងប្អូនថ្មនេះស្ថិតថ្មបាក់បែកអំពីការធ្វើសង្គ្រាមណាបងប្អូនហើយបងប្អូនសាកមើលថ្មទាំងអស់នេះគឺតម្រឹមស្អាតខ្លាំងមែនទែនបានន័យថាជ្រុងគឺជ្រុងហើយមិនត្រឹមតែជ្រុងហើយយកមកហើយយកមកតប់ហើយថាតែមានក្បូរក្បាច់រចនាទៀតតែសួរថាមកពិភពលោកនេះនិយាយអស់តើប្រទេសណាដែលអាចធ្វើដូចប្រទេសកម្ពុជាយើងប្រទេសខ្មែរយើងបានដូចសានកូវ៉ាន់វាពិតជាអស្ចារ្យណាស់បងប្អូនហើយពាក់ព័ន្ធយើងមិនផ្អាប់ផ្អល់នេះពាក់ព័ន្ធនឹងប្រាសាទពាក់ព័ន្ធនឹងរូបចម្លាក់អីខាងប្រទេសគេផ្សេងបងប្អូនគឺអត់បានស្អាតដូចប្រទេសយើងទេអត់បានស្អាតដូចប្រាសាទកូវ៉ាន់យើងទេគឺអត់បានស្អាតដូចប្រាសាទកូវ៉ាត់ជាងទេបានសេចក្តីថាប្រាសាទកូវ៉ាត់យើងគឺខ្មុំបាច់រចនាគឺភាពដូចបោះពុំណាបងប្អូនភាពដូចបោះពុំឆ្លាក់អីមកចេញមកដូចបោះពុំអញ្ចឹងណាបងប្អូនដូចគ្នាឲ្យស្អាតឆ្លាក់នៅលើជាងថ្មដាថ្មភក់មិនមែនថ្មអិតថ្មស៊ីម៉ងដែលយើងធ្វើរាល់ថ្ងៃណាបងប្អូនសូម្បីតែយើងធ្វើថ្មអិតរាល់ថ្ងៃថ្មស៊ីម៉ងយើងធ្វើឲ្យបានស្អាតដូចប្រាសាទកូវ៉ាត់ទេទោះថាបុព្វបុរសយើងអស្ចារ្យប៉ុណ្ណាធ្វើចេញអំពីថ្មភ្នំថ្មដាថ្មភក់ដែលដាប់ចេញពីថ្មភ្នំយកមកផ្ទុកដើម្បីធ្វើចេញជាជាងប្រាសាទបងប្អូនសម័យមើលនេះសិតតែរូបចម្លាក់លើតាមជប់នៃជាងប្រាសាទទោះតែអស្ចារ្យប៉ុណ្ណាបងប្អូនហើយប្រាសាទកូវ៉ាត់តាមតែការសម័យមើលខ្ញុំមានអារម្មណ៍ថា1000ឆ្នាំទៀតក៏នៅតែប៉ុណ្ណឹងដែរបងប្អូនមិនបានខ្ញុំអះអាងថាអញ្ចឹងដោយសារបងប្អូនប្រាសាទទាំងអស់មិនមែនធ្វើចេញពីស៊ីម៉ង់យើងបច្ចុប្បន្នទេគឺធ្វើចេញអំពីថ្មភ្នំធម្មជាតិដុះថ្មភ្នំដែលដុះចេញមកធម្មជាតិថ្មដែលធម្មជាតិចឹងបងប្អូនហើយថ្មធម្មជាតិបងប្អូននឹងស្គាល់គឺរឹងមាំជាងថ្មស៊ីម៉ង់យើងជាស្រ័យបងប្អូនយើងអាចប្រៀបធៀបចឹងបានដែរសម្រាប់ប្រាសាទបុព្វបុរសខ្មែរយើងតែយើងនិយាយឲ្យសម្ដែងអត់អាចមិនដូចថ្មស៊ីម៉ង់យើងអាគារតែធ្វើពីស៊ីម៉ង់ក៏បានត្រឹម40ឆ្នាំឯង50ឆ្នាំ60ឆ្នាំអីគឺទ្រង់មិនបានបងប្អូនតែប្រាសាទកូវ៉ាត់មានអាយុកាលរាប់ពាន់ឆ្នាំ800ឆ្នាំ1000ជាងឆ្នាំ1200ឆ្នាំសួរថាអស្ចារ្យនៅតែដដែលអ្វីដែលខូចខាតគឺខូចខាតដោយសារក្របនៃការធ្វើសង្គ្រាមកាលពីសម័យសង្គ្រាមវាមិនទេបងប្អូនវាតាមប្រទេសកម្ពុជាយើងឆ្លងកាត់សង្គ្រាមច្រើនហើយនីតិវិទ្យានៅខាងក្រៅខ្ញុំពិតជាមានការស្ងោចសរសើរបុព្វបុរសយើងហើយក៏មានការដឹងគុណចំពោះបុព្វបុរសយើងខ្លាំងមែនទែនបងប្អូនដឹងមិនអត់ថាប្រាសាទមួយនៅក្នុងតំបន់អង្គរមានប្រាសាទរាប់ពាន់ប្រាសាទហើយជាក់ស្ដែងប្រាសាទនីមួយគឺដើមវែងខ្ញុំនិយាយចង់មកដើមវែងខ្ញុំជក់ចិត្តមែនទែនដើរចូលខ្ញុំជ្រៀតជ្រែកដុនផ្លូវនេះផ្លូវនោះចូល
គឺស្រស់ស្អាតលងទៅណាបងប្អូនហើយជាក់ស្ដែងមានស្លែមានអីនេះគឺដោយសារតែភ្លៀងរាប់ពាន់ឆ្នាំអញ្ចឹងណាបងប្អូនអញ្ចឹងមានស្លែមានអីលុបបាត់អស់នៃរូបចម្លាក់អញ្ចឹងណារចនាឆ្លាក់តាមជាងចឹងបាត់បង់សំហនខ្លះហើយបងប្អូនសត្វសម័យនោះពិតជាអស្ចារ្យខ្លាំងមែនទែនហើយនេះដូចពិតហើយនៅមុខដូចស្ពានចឹងបងប្អូនតែមិនមែនស្ពាននេះលក្ខណៈថាផ្លូវប្រថាប់របស់ស្ដេចចឹងហើយអូយអស្ចារ្យបងប្អូនណានិយាយពីថាឃើញប្រាសាទគឺផ្លឹងមួមខ្លាំងមែនតែអង្គុយតែឆ្ងល់បងប្អូនតែមើលប្រកាន់ដៃ